ជម្រាបសួរសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនអរគ្នាបាទវីដេអូនេះគឺជាមេរៀនមួយផងដែរសម្រាប់បងប្អូនដែលចិញ្ចឹមសត្វណាចិញ្ចឹមសត្វមានឆ្កែមានពស់មានឆ្មាមានអីចឹងណាហ្នឹងហើយអញ្ចឹងពួកសត្វទាំងអស់នោះបើមិនជាយើងចង់លេងវាបងប្អូនអាចលេងនៅពេលដែលបងប្អូនកំតន់ឲ្យអីវាស៊ីហើយបើសិនជាបងប្អូនចង់ឲ្យអីវាស៊ីហើយបងប្អូនកុំលេងវាខ្ញុំឃើញសត្វឆ្មាដែលវាកំពុងតែដេកឬក៏បលែងហើយយើងបានទៅចាប់ទៅកាន់វាបន្ទាប់មកវាដូចថាវាភ្ញាក់វាណាបន្ទាប់មកវាខំតែម្ដងបងប្អូនហើយសត្វឆ្កែក៏ដូចគ្នាពេលដែលយើងឲ្យចំណីអាហារយើងកុំយកដៃទៅកាន់វាទៅចាប់វាអញ្ចឹងទៅវាកំពុងស៊ីវាគិតថាវាស៊ីចាញ់គេអីចឹងទៅបន្ទាប់មកយើងលូកដៃទៅវាខំហើយហ្នឹងហើយអញ្ចឹងដូចបងប្អូននេះសัตว์នៅខាងលើនេះណាវីដេអូដែលបងប្រុសដែលគាត់យកមកធ្វើការបង្ហាញជាសាធារណៈហើយខ្ញុំក៏សូម react បន្ថែមនេះឆ្កែហ្នឹងវាកំពុងតែបលែងលេងជាមួយនឹងក្មេងតូចនោះហើយបន្ទាប់មកយាយគាត់បានឃើញឆ្កែនឹងបលែងទៅខ្លាចខំក៏លូកដៃទៅហើយបន្ទាប់មកឆ្កែសហ្នឹងណាក៏ខំម្ចាស់យកតែម្ដងបងប្អូនហើយសម្រាប់ខ្ញុំបើឆ្កែណាវាខំអញ្ចឹងហើយគឺមានតែដបងហើយបាទហ្នឹងហើយអញ្ចឹងគឺសូមប្រុងប្រយ័ត្នឥឡូវឆ្កែតែខំហើយអាចឈួតឬក៏អាចមានជំងឺផ្សេងបងប្អូនអរគ្នាអញ្ចឹងបងប្អូនអាចមកទស្សនាវីដេអូនេះហើយយើងចិញ្ចឹមឆ្កែឬក៏ចិញ្ចឹមសត្វអីផ្សេងយើងមើលដែរពេលខ្លះឆ្កែខ្លះក៏អត់ជាបញ្ហាទេប៉ុន្តែឆ្កែខ្លះទៀតគឺយើងដឹងចរិតរបស់វាហ្មងបាទតែយើងដឹងចរិតរបស់វាហើយកុំខ្លាចបងប្អូនពេលដែលវាខំពេលវាអីចឹងចាប់វាជាប់បោះវានឹងកន្លែងណាមួយឬក៏មានតំបងនឹងដៃដាក់ទៅដូចលោកយាយចឹងគាត់អាណិតស្មានតែសัตว์នឹងវាខំតិចមិនខំមែនតើបងប្អូនឥឡូវយើងមកមើលវីដេអូនឹងអស់គ្នាបងប្អូននេះបងប្អូននេះនេះបងប្អូនមើលពេលដែលខំហើយណាពេលដែលខំហើយឈាមមកឈាមធ្លាក់មកស្រោចដីហ្នឹងហើយអញ្ចឹងតែប៉ុណ្្នឹងគឺចាក់ថ្នាំអស់ច្រើនហើយបងប្អូនអើយនេះបងប្អូនមើលអាលេខខ្មៅហ្នឹងណាគឺឈាមចេញពីដៃរបស់គាត់មកតែម្ដងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយក៏ផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាដែលចិញ្ចឹមសត្វចិញ្ចឹមអីហ្នឹងគឺប្រុងប្រយ័ត្នឲ្យបានច្រើនណាបងប្អូនជាពិសេសក្មេងៗតូចហ្នឹងតែវាខំហើយគឺពិបាកតែម្ដងអរគុណបងប្អូនកុំភ្លេចជួយចុច Subscribe Channel ខ្ញុំម្នាក់ផងបាទអរគុណ